ប៉ុន្តែបដាលបុគ្គលិកមិនទៅទើបមានប្រសិទ្ធភាពសំណួរនេះខ្ញុំទទួលបានច្រើនពីម្ចាស់អាជីវកម្មអញ្ចឹងថ្ងៃនេះចង់ចែករំលែករឿងនឹងជាមួយបងប្អូនយើងតិចដើម្បីបងប្អូនអាចបណ្ដុះបណ្ដាលទៅបុគ្គលិករបស់យើងឲ្យមានប្រសិទ្ធភាពការបណ្ដុះបណ្ដាលត្រូវមានគ្រូពិសេសកន្លែងនេះរៀងប្លែកណាពេលដែលយើងនិយាយដល់ការបណ្ដុះបណ្ដាលយើងអាចសម័យមើលថាជាការបណ្ដុះបណ្ដាលក្នុងថ្នាក់មានគ្រូបកគោលអាចជាបងប្អូនខ្លួនឯងជាម្ចាស់អាជីវកម្មឬក៏បងប្អូនមានជា trainer ជាបុគ្គលិករបស់យើងឬក៏យើងជួលពីក្រៅមកអញ្ចឹងយើងអាចផ្ដោតថាអូខេអ្នកដែលបង្រៀនគឺ trainer នឹងហើយចង់ប្រាប់បងប្អូនថាការគិតបែបហ្នឹងអត់ទាន់ត្រឹមត្រូវ 100% ទេគ្រូដែលសំខាន់ហើយធានាថាបុគ្គលិកបងប្អូនអាចយកអ្វីដែលគាត់រៀនយកទៅធ្វើពិតប្រាកដមិនមែននៅក្នុងថ្នាក់ទេគឺគ្រូក្រៅថ្នាក់តើនរណាជាគ្រូក្រៅថ្នាក់គ្រូក្រៅថ្នាក់កន្លែងនេះខ្ញុំចង់សំដៅទៅលើ supervisor គាត់ manager គាត់ពីរអ្នកនឹងបងប្អូនជាគ្រូដែលមានឥទ្ធិពលខ្លាំងជាងគ្រូក្នុងថ្នាក់10 ដង 100 ដងគ្រូក្នុងថ្នាក់គ្រាន់តែអាចបង្ហាញបុគ្គលិករបស់យើងថាគាត់ត្រូវអនុវត្តជំនាញថ្មីបាទមេរៀនថ្មីនឹងរបៀបម៉េចតែគ្រូក្រៅថ្នាក់ដែលជា supervisor គាត់ឬ manager គាត់នេះជាអ្នកដឹកដៃគាត់ធ្វើហើយប្រសិទ្ធភាពគឺនៅក្រៅថ្នាក់នេះអាចយកទៅធ្វើជាក់ស្ដែងនឹងឯងបាទអញ្ចឹងប្រសិទ្ធការកំណត់ថាការបណ្ដុះបណ្ដាលយើងជោគជ័យឬមិនជោគជ័យយកទៅប្រើបានឬមិនបានគឺនៅកលៈទី2នឹងឯងគ្រូក្រៅថ្នាក់នឹងជួយបងប្អូនបង្ហាញថាគេធ្វើមិនអាចជំនាញថ្មីនឹងអញ្ចឹងបងប្អូនត្រូវឲ្យគាត់ដឹងដែរដើម្បីឲ្យគាត់ទៅបង្រៀនផ្ទាល់នៅក្នុងការងារហ្នឹងបង្ហាញផ្ទាល់ក្នុងការងារហ្នឹងអញ្ចឹងពួកគាត់នឹងបង្ហាញពីរបៀបធ្វើពី A to Z ទៅដល់បុគ្គលិកហ្នឹងអញ្ចឹងទៅឲ្យគាត់មើលថាពេលអាចយកមកធ្វើការងារជាក់ស្ដែងគេធ្វើរបៀបម៉េចបាទហើយបន្តមកទៀតគឺគាត់នឹងអាច involve បុគ្គលិកនឹងឲ្យធ្វើជាមួយគាត់បាទរបៀបថ្មីហ្នឹងហើយនឹងចុងក្រោយគឺគាត់ចាប់ដើមឲ្យបុគ្គលិកហ្នឹងគឺគាត់ធ្វើដោយខ្លួនឯងហើយគាត់នឹងពិនិត្យមើលថាតើធ្វើត្រូវកន្លែងណាមិនទាន់ត្រូវកន្លែងណាបាទកែលម្អចប់3ជំហាននឹងហើយអានឹងហើយគឺជាពេលវេលាដែលបុគ្គលិកយើងទទួលបានជំនាញថ្មីពិតប្រាកដហើយជាជំនាញថ្មីមួយដែលអាចយកទៅប្រើប្រាស់នៅក្នុងការងាររបស់គាត់ប្រចាំថ្ងៃដោយមាន supervisor គាត់និង manager គាត់ជាអ្នកតាមដាននៅការអនុវត្តជំនាញថ្មីហ្នឹងបងប្អូនបណ្ដុះបណ្ដាលអញ្ចឹងបានមានប្រសិទ្ធភាពបាទអញ្ចឹងពិនិត្យមើលតើបងប្អូនរាល់ថ្ងៃបណ្ដុះបណ្ដាលអញ្ចឹងអត់បើអត់ទាន់អញ្ចឹងទេបើមានគ្រូតែក្នុងថ្នាក់ទេអត់ទាន់មានគ្រូក្រៅថ្នាក់ទេចាប់ផ្ដើមផ្លាស់ប្ដូរនៅការបណ្ដុះបណ្ដាលថ្នាក់បន្ទាប់របស់បងប្អូនហើយបានប្រសិទ្ធភាពមិនប្រាប់ខ្ញុំវិញផងបើសិនជាមានចម្ងល់អីទាក់ទងជាមួយនឹងការបណ្ដុះបណ្ដាលបុគ្គលិកឬក៏ការគ្រប់គ្រងបុគ្គលិកតម្លាក់នៅក្នុង comment ខាងក្រោមខ្ញុំនឹងបកស្រាយជូនបងប្អូនបន្តទៀត